ធ្លាប់ឮអត់គេនិយាយថាបើចង់ចិត្តប្តីឲ្យប្រកែធ្វើម្ហូបខ្ញុំអត់បដិសេធជាមួយនឹងពាក្យមួយហ្នឹងទេប៉ុន្តែខ្ញុំចង់ធ្វើការកែប្រែបន្តិចបើយើងដូរមកនិយាយថាមនុស្សស្រីដែលគាត់ចេះធ្វើម្ហូបក៏ជាផ្នែកមួយនៃសុភមង្គលគ្រួសារបែបហ្នឹងស្ដាប់ទៅព្រោះស្ដាប់ជាងហើយមានអារម្មណ៍ថាអ្នកធ្វើហ្នឹងគឺធ្វើដោយក្តីស្រឡាញ់ទៀតបើយើងជាមនុស្សស្រីចេះតែប្រកែធ្វើម្ហូបតែមួយមុខប៉ុន្តែយើងជាមនុស្សម្នាក់ដែលឆេវឆាវអត់ចេះចែករំលែកអត់ចេះសួរសុខទុក្ខរឹតតែមិនយល់ពីទុក្ខលំបាករបស់ប្តីទៀតចង់ធ្វើម្ហូបឆ្ងាញ់ប៉ុណ្ណាក៏ដោយក៏អត់មានសុភមង្គលដែរហើយក្នុងសម័យនេះទៀតសោតទាំងប្តីទាំងប្រពន្ធគឺសុទ្ធតែមានការងាររកស៊ីរៀងៗខ្លួនជាក់ស្ដែងដូចខ្ញុំពីរអ្នកប្តីប្រពន្ធអញ្ចឹងគឺសុទ្ធតែមានការងាររៀងខ្លួនអត់មានពេលញ៉ាំបាយផ្ទះជាប្រចាំថ្ងៃទេពេលខ្លះខ្ញុំតនេគាត់រវល់ពេលខ្លះក៏រវល់ខ្ញុំតនេពេលខ្លះរវល់ទាំងពីរអ្នកទៀតហើយប្តីខ្ញុំការងាររបស់គាត់គឺចេញក្រៅច្រើនភាគច្រើនគឺគាត់ញ៉ាំបាយនៅក្រៅជាមួយនឹងភ្ញៀវឬក៏ដៃគូសហការរបស់គាត់ហើយខ្ញុំពេលខ្លះក៏ខ្ញុំត្រូវជួបភ្ញៀវរបស់ខ្ញុំដូចគ្នាប៉ុន្តែសួរថាប្រហែលឆ្នាំមកហើយតែខ្ញុំមានបញ្ហាជាមួយគ្នាដោយសាររឿងម្ហូបនឹងអត់ No គឺអត់ទេដោយសារតែយើងយល់ពីគ្នាទៅវិញទៅមកបិទថាខ្ញុំរវល់មែនប៉ុន្តែខ្ញុំក៏នៅឆ្លៀតពេលធ្វើដែរព្រោះអីទោះបីខ្ញុំអត់ញ៉ាំប្តីខ្ញុំអត់ញ៉ាំក៏នៅមានកូនខ្ញុំពីរនាក់ដែរហើយថ្ងៃណាដែលខ្ញុំចូលចក្រានធ្វើម្ហូបខ្ញុំណាត់គាត់មុនហើយគាត់ឲ្យតែថ្ងៃណាដែលខ្ញុំចូលធ្វើម្ហូបគឺគាត់នឹង cancel ការណាត់ទាំងអស់ព្រោះគាត់ដឹងថាខ្ញុំចំណាយទឹកចិត្តនិងកម្លាំងច្រើនណាស់ដើម្បីធ្វើម្ហូបមួយពេលឲ្យគាត់ញ៉ាំគាត់ធ្លាប់និយាយប្រាប់ខ្ញុំថាបើសិនជាធ្វើម្ហូបហើយរអ៊ូហត់នឿយហើយឆ្លោះគ្នាគាត់ទិញក្រៅញ៉ាំល្អជាងអញ្ចឹងអ្វីដែលគាត់ឃើញគឺខ្ញុំធ្វើដោយសប្បាយចិត្តធ្វើដោយក្តីស្រឡាញ់អញ្ចឹងបានថាម្ហូបក៏ខ្ញុំចេះដែរប៉ុន្តែយូរខ្ញុំធ្វើម្ដងនៅពេលដែលម្ដងដែលខ្ញុំធ្វើហ្នឹងគឺពោពេញដោយសុភមង្គលតែម្ដងហើយនេះគឺជាទស្សនវិជ្ជានៅក្រោយពេលដែលខ្ញុំធ្វើសង្គ្រាមជាមួយនឹងផ្ទះបាយមើលទៅតែពេលខ្ញុំចូលចក្រានម្ដងខ្ញុំសប្បាយខ្លាំងណាស់ខ្ញុំរៀបចំទុកដាក់ឲ្យមកស្អាតយ៉ាងហោចណាស់ខ្ញុំអត់បានធ្វើក៏ចង់ភៅធ្វើឲ្យកូនខ្ញុំបានជាមួយនឹងរសជាតិដែលខ្ញុំបានរៀបចំដែរ